បងបរោះបើសិនជាជួបរោគសញ្ញាទាំងអស់នេះគួរតែឆាប់ធ្វើការរកដំណោះស្រាយទី1ពេលដែលយើងបត់ជើងតូចមកមានអារម្មណ៍ថាទឹកនោមយើងក្តៅខុសធម្មតាឬក៏នោមមកមានអារម្មណ៍ថាល្អទី2មានការហូរទឹករំអិលចេញពីប្រដាប់ភេទដែលមានជាសភាពថ្លាឬក៏ជាសភាពល្អក់ដូចទឹកបាយហើយចាប់ផ្ដើមមានធុំក្លិនមិនល្អតែម្ដងទី3មានការរមាស់ស្គៀបនៅលើចុងប្រដាប់ភេទរបស់យើងតែម្ដងទី4គឺមានការនោមមកក្តៅនោមមកកាហាយនោមមកផ្សាជាពិសេសពេលដែលយើងគេងនៅជាមួយនឹងគ្រួសារក្តៅគូមានអារម្មណ៍ថាពិបាកមានអារម្មណ៍ថាកាហាយនៅលើចុងប្រដាប់ភេទតែម្ដងទី4អាចនឹងមានការឡើងចេញជាអុចក្រហមនៅលើចុងប្រដាប់ភេទឬក៏មានការឡើងជាកាកសនៅលើចុងប្រដាប់ភេទធ្វើឲ្យមានការលមាស់ទី5គឺមានការដុសដុំសាច់លក្ខណៈជាកញ្ចុំដូចជាការខាត់ណាឬក៏ដុសលក្ខណៈជារឹសដូចជាកពឹសក្រូចដូចជាខ្លែបក្រូចនៅលើចុងប្រដាប់ភេទនៅលើកលៈកលឹងឬក៏នៅលើស្បែកលឹងតែម្ដងចុះបើសិនជាបងបរោះកំពុងតែជួបកើតមានទៅលើបញ្ហាទាំងអស់នេះសូមឆាប់ធ្វើការរកដំណោះស្រាយពីព្រោះបងប្អូនកំពុងតែឆ្លងឬកើតមានទៅលើបញ្ហាកាមរោគហើយអញ្ចឹងបើបងប្អូនចង់បានព័ត៌មានលម្អិតឬក៏ចង់បានដំណោះស្រាយតាក់ទងលើបញ្ហាសុខភាពអាចតាក់ទងមកនឹងខ្ញុំផ្ទាល់តែម្ដង